អូនចាប់តើឯងមកទីនេះព្រោះតែរឿងអីឬក៏ចង់ទៅដើមកន្លែងយើងដេកមែនទេអត់ទេលោកពូក្របីតែខ្ញុំល្បីថាលោកពូសង្ហានណាស់ហើយមានមេធំទៀតខ្ញុំក៏មកលេងទីនេះដើម្បីមើលលោកពូបានម្ដងនឹងណាឯងនិយាយត្រូវហើយយើងជាកបីដែលមានមាឌមាំជាងគេហើយកម្លាំងក៏ខ្លាំងជាងគេដែរឯងមកត្រូវកន្លែងហើយប៉ុន្តែលោកពូក្របីខ្ញុំឃើញលោកពូក្របីមួយក្បាលទៀតធំជាងលោកពូទៅទៀតនិយាយពីកបីដែលមានតម្បៅគូតនៅខាងត្បូងនោះមែនទេវាមិនអស់ចាអីទេកូនចាបតើឯងយល់អំពីអត្ថន័យជីវិតហើយឬនៅកុំខូចទៀតណាព្រះម៉ែខ្ញុំម្ចាស់យល់ហើយខ្ញុំម្ចាស់សន្យាថាខ្ញុំម្ចាស់នឹងឧស្សាហ៍តស៊ូស្ដាប់បង្គាប់និងកតញ្ញូផងដែររឿងនាងកូនចាស់ប្រពឺនាដងព្រៃដ៏សែនជ្រៅមានបសាបាសីសត្វព្រៃចម្រុះពូជជាច្រើនប្រភេទព្រៃនោះគ្រប់សត្វរស់នៅបានសុខណាស់ព្រមមានអាហារសពយ៉ាងតែម្ដងនៅចាស់សំបុកចាពុកម៉ែកូនសុំទៅហែលេងក្បែរមាត់ទឹកហើយណាកូនទៅដើរលេងទៀតហើយមែនទេថ្ងៃនេះកូនអាចនៅសំបុកបានឬអត់នឹងមែនហើយកូនធំជាងមុនហើយពុកចង់បង្រៀនកូនពីរបៀបរកចំណីដល់កូនណាប៉ុន្តែកូនគិតថាកូនមិនតាន់ធំទេកូនសុំហែលេងសិនបានទេមិនបានទេកូនកូនត្រូវទៅចាប់ផ្ដើមរៀនដើម្បីស្វែងរកចំណីនាពេលនេះតែម៉ែកូនមានពុកម៉ែជួយរកចំណីទៅហើយម្យ៉ាងចំណីក្នុងព្រៃក៏ច្រើនទៀតចាំបាច់អីត្រូវរកចំណីនោះនេះគឺជាតួនាទីពុកម៉ែមិនអាចចិញ្ចឹមកូនរហូតតទៅបានទេពុកម៉ែចិញ្ចឹមកូនតែពេលដែលកូនមិនទាន់មានលទ្ធភាពតែប៉ុណ្ណោះមានន័យថាពុកម៉ែនឹងបោះបង់កូនចោលនៅពេលដែលកូនកាន់តែធំប៉ុណ្ណេះមិនមែនអញ្ចឹងទេក៏ប៉ុន្តែនេះគឺជារបៀបរស់នៅនៃបក្សីយើងគ្រប់គ្នាត្រូវតែហាត់រៀនពីរបៀបស្វែងរកចំណីដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងហើយពេលដែលកូនធំឡើងកូនមានគ្រួសារកូនក៏ត្រូវចិញ្ចឹមកូនរបស់កូនដូចគ្នាកូនចាប់ពុកវាមើលចុះកូននេះលេងមិនឈប់សោះហើយសែនរពឹសទៀតធ្វើម៉េចទៅម៉ែវាបើកូនយើងមិនខំប្រឹងយ៉ាងនេះនោះខ្ញុំពិតជាពិបាកចិត្តណាស់គិតចេះចោះពុកវាពេលដែលកូនមកវិញខ្ញុំនឹងបង្រៀនតែម្ដងហើយបាទម៉ែវានាងកូនចាប់វិញនោះមិនខ្វល់ពីសម្ដីឪពុកម្ដាយទេវាចេះតែលេងហើយលេងទៀតហើយវាក៏រពឹសជាជាងសត្វបក្សីដទៃផងដែរនៅចិត្តព្រៃមួយតែសភាពពិតជាល្អណាស់ខ្ញុំពិតជារីករាយមែនខ្ញុំមិនចង់ធ្វើការទេធ្វើការហត់នឿយណាស់ជួនគ្នានោះដែរកូនចាប់កំពុងលេងយ៉ាងសប្បាយរីករាយទន្សាយមួយក្បាលក៏បានលោតចូលមកអេសួស្ដីនាងកូនចាប់តានាងហៅតាណាមកណានឹងហេតុអីក៏អត់មាននរណាមកលេងជាមួយដូចនេះសួស្ដីបងទន្សាយគឺខ្ញុំទៅតែមកដល់ទីនេះបន្តិចទេហេតុនេះទើបខ្ញុំគ្មានមិត្តភ័ក្តិលេងជាមួយនឹងណាចុះបងទន្សាយទៅណាមកណាដែរកូនចាប់ខ្ញុំកំពុងតែលោតលេងនៅទីនេះហើយខ្ញុំក៏ផឹកទឹកសន្សើមផងដែរឥឡូវនេះខ្ញុំឆ្អែតហើយចុះឯងឆ្អែតហើយនៅខ្ញុំមិនទាន់ឆ្អែតទេព្រោះខ្ញុំមិនទាន់បានឆៃអាហារពេលព្រឹកផងមិនក៏អញ្ចឹងព្រោះថ្ងៃនេះមិនស្លាស់ល្អណាស់ខ្ញុំមិនចង់ញ៉ាំហើយក៏មិនចង់ឆៃអាហារទេខ្ញុំចង់លេងកម្សាន្តសិនសុំខ្ញុំទៅវិញម្យ៉ាងចំណីរបស់ពុកម៉ែខ្ញុំរកមកទុកច្រើនណាស់ឯងពិតជាសំណាងមែនដែលមានឪពុកម្ដាយជួយចិញ្ចឹមមើលថែមិនដូចខ្ញុំទេខ្ញុំអបសោកដល់ហើយទៅណាមកណាតែម្នាក់ឯងអត់មានអ្នកណាជួយទំនុកបំរុងសោះតើបងរស់នៅពិបាកណាស់មែនទេមិនពិបាកណាស់ណាទេព្រោះខ្ញុំចេះរកចំណីហើយនិងចេះរកអាហារដោយខ្លួនឯងគ្រាន់តែថាខ្ញុំមិនសូវជាយល់អំពីការរស់នៅទេដោយសារគ្មានអ្នកណាណែនាំនោះអីកែអញ្ចឹងសោះតែមិនអីទេកុំកាត់ច្រើនពេកពួកយើងនៅក្មេងៗពួកយើងគួរតែទៅលេងចិត្តនោះបន្តិចទៅល្អជាងមែនហើយខ្ញុំមានគំនិតមួយតើឯងចង់លេងជាមួយខ្ញុំដែរទេតែលេងអ្វីទៅខ្ញុំដូចជាចង់ដឹងណាបងទន្សាយសូមបងនិយាយមកមើលកូនចាប់ឯងមកតាមខ្ញុំមកចាំខ្ញុំប្រាប់ចា
ពួកយើងទៅលេងព្រៃខាងនោះណាទីនោះសប្បាយណាស់ តើឆ្ងាយដែរទេពុកខ្ញុំមិនឲ្យខ្ញុំទៅណាឆ្ងាយទេណាបងទុនសាយក ុំល្ងងពេកកូនចាប់ការដែលស្គាល់អ្វីដែលថ្មីជារឿងដែលសប្បាយទេម្យ៉ាងទៀតព្រៃខាងនោះក៏វាមិនឆ្ងាយដែរ បានចឹងខ្ញុំនឹងហោះទៅជាមួយបងចោះព្រោះខ្ញុំហោះលឿនណាស់ហោះតែបន្តិចទៅដល់ហើយ មែនហើយឯងហើរលឿនយ៉ាងនេះតែខ្លាចមានគ្រោះថ្នាក់អីទៅ ទីដែរទុនសាយចង់ទៅនោះដែរមានក្របីពីរក្បាលហើយទុនសាយចង់ឲ្យក្របីប្រយុទ្ធគ្នាហេតុនេះធ្វើឲ្យកូនចាប់រពឹសចាប់អារម្មណ៍ណាស់មើលចោះពួកគេទៅដល់ទី1ហើយតើចូលគ្នាយ៉ាងម៉េចទៅបើពួកគេជប់គ្នារាល់តែថ្ងៃហ្នឹងពួកគេមកជាមិនឆ្លោះគ្នាទេ ឯងមិនដឹងទេអីកបីឡើងកទាំងពីរនោះមានអំនួតណាស់ហេតុនេះខ្ញុំចង់ឲ្យពួកគេប្រយុទ្ធគ្នា កាត់ទៅតើពួកគេប្រយុទ្ធគ្នាល្អណាស់មែនទេបងទុនសាយ ពិតមែនហើយខ្ញុំធ្លាប់ឃើញកបីប្រយុទ្ធគ្នាពិតជាអស្ចារ្យខ្លាំងណាស់ដូច្នេះហើយខ្ញុំចង់បោកកបីទាំងពីរក្បាលនេះម្ដង ប៉ាត់ជាល្អណាស់ខ្ញុំក៏ចង់បញ្ឆោតឲ្យពួកគេប្រយុទ្ធគ្នាដែរព្រោះខ្ញុំចង់ឃើញការប្រយុទ្ធរបស់កបីដែរណាបងទុនសាយ ល្អណាស់បើអញ្ចឹងឯងមកតាមខ្ញុំមកខ្ញុំនឹងបង្ហាញឲ្យឯងឃើញពួកយើងចិត្តទៅដល់កន្លែងកបីហើយ ចា កូនចាប់ឯងទៅប្រាប់កបីទី1នោះថាមានកបីទី2ចង់ប្រយុទ្ធជាមួយវាហើយនិយាយបញ្ចុះបញ្ចូលវាថាកបីនោះពិតជាស្អប់វាខ្លាំងណាស់នោះកបីទី1នឹងខឹងជាមិនខាន ខ្ញុំយល់ហើយបងទុនសាយ ចំណែកខ្ញុំនឹងទៅបញ្ចុះបញ្ចូលកបីទី2ដែរតោះចាត់ការទៅ គិតគ្នាហើយសត្វទាំងពីរក៏បានចែកទីតាំងដើម្បីបញ្ឆោតក្របីទាំងពីរឲ្យកើតជាចំនួនមួយនៅចិត្តក្របីទី1ជំរាបសួរលោកពូក្របីដ៏ធំអស្ចារ្យ កូនចាប់តើឯងមកទីនេះព្រោះតែរឿងអីឬក៏ចង់ទៅដើមកន្លែងយើងដេកមែនទេ អត់ទេលោកពូក្របីតែខ្ញុំល្បីថាលោកពូសង្ហានណាស់ហើយមានមេត្តាធំទៀតខ្ញុំក៏មកលេងទីនេះដើម្បីមើលលោកពូបានម្ដងនឹងណា ឯងនិយាយត្រូវហើយយើងជាកបីដែលមានមាឌមាំជាងគេហើយកម្លាំងក៏ខ្លាំងជាងគេដែរឯងមកត្រូវកន្លែងហើយ ប៉ុន្តែលោកពូក្របីខ្ញុំឃើញលោកពូក្របីមួយក្បាលទៀតធំជាងលោកពូទៅទៀត និយាយពីកបីដែលមានតម្បៅគូតនៅខាងត្បូងនោះមែនទេវាមិនអស្ចារ្យអីទេ ពូក្របីខ្ញុំបានលើក្របីនោះនិយាយថាទោះបីជាគាត់កាត់ដំបៅក៏ពិតមែនប៉ុន្តែគាត់អាចប្រយុទ្ធជាមួយនឹងលោកពូបានហើយនឹងយកឈ្នះយ៉ាងងាយទៀតផង ថាម៉េចវានិយាយឌឺអញ្ចឹងផងមែនទេ ប៉ាត់មែនហើយគាត់ថែមទាំងនិយាយថាលោកពូជាក្របីល្ងងណាស់គ្មានបានការសោះដើរមិនត្រង់ផ្លូវពោះប៉ោងស្នែងធំចំមកក្រហេតភ្នែកខុងកន្ទុយកត់ហើយសំបីតែក្តាន់ក៏ពូប្រយុទ្ធមិនឈ្នះផង អីក៏ប្រហើនម្លេះវានេះពិតជានិយាយបែបហ្នឹងពីក្រោយខ្នងយើងផងមែនទេគួរឲ្យក្តៅកាហាយណាស់ ប៉ាត់ជាមានច្រើនជាងនឹងទៅទៀតហើយថែមទាំងនិយាយថាលោកពូក្របីជាក្របីគ្មានមុនស្នេហ៍តើពូក្របីគ្មានប្រពន្ធនឹងគេនោះអី យើងពិតជាខឹងណាស់យើងនៅមិនសុខទេញ័រសាច់អស់ហើយយើងចង់ទៅវត្តវាឲ្យធ្លាយពោះវៀនម្ដង លោកពូក្របីបើលោកពូមិនវាយប្រហារឬក៏ប្រយុទ្ធយកឈ្នះទេលោកពូមកជាត្រូវគេប្រមាថហើយ ឯងនិយាយត្រូវហើយកូនចាប់អរគុណណាស់ដែលឯងបាននិយាយការពិតទាំងអស់នេះឆាប់ជូនយើងទៅរកវាភ្លាមទៅ បានពូក្របីនោះនៅចិត្តមាត់ស្ទឹងឯណោះមិនឆ្ងាយពីទីនេះទេនិយាយអំពីទន្សាយវិញក៏ដូចគ្នាដែរវាប្រឹងបញ្ចុះបញ្ចូលក្របីទី2ជាច្រើនដងច្រើនសែរហូតធ្វើឲ្យក្របីទី2កាត់កំហឹងខឹងឈួលជាខ្លាំង លបងកបីបើលបងមិនប្រយុទ្ធយកឈ្នះចាញ់ទេលបងមុខជាត្រូវគេប្រមាថថាអន់ជាងសัตว์ជៀមទៅទៀតណាពិតជាគួរឲ្យខឹងណាស់កបីល្ងងនោះវាហ៊ានប្រមាថយើងដល់ម្លឹងផងអីបើអញ្ចឹងយើងនឹងទៅប្រយុទ្ធជាមួយវានៅក្នុងពេលនេះគឺត្រូវតែអញ្ចឹងហើយលបងខ្ញុំនឹងគាំទ្រលបងផងដែរណា ក្របីមានកំហឹងខឹងហើយពួកគេក៏បានទៅដល់កន្លែងមួយនៅជិតមាត់ទឹកនិងបានជួបជុំគ្នាត្រៀមវាការប្រយុទ្ធតែម្ដង ឯងថាយើងនេះអន់ណាស់មែនទេយើងពិតជាខឹងណាស់មិននឹកស្មានតែឯងជាសត្វអាក្រក់បែបនេះសោះកុំនិយាយច្រើនថ្ងៃនេះបើគ្មានអ្នកឈ្នះអ្នកចាញ់យើងមិនសុខចិត្តទេរវាងយើងទាំងពីរនាក់
ត្រូវតែមានម្នាក់ឈ្នះនិងម្នាក់ចាញ់មែនហើយបើយើងឈ្នះយើងត្រូវតែគ្រប់គ្រងនៅទីនេះចំណែកឯងត្រូវតែចាក់ចេញទៅឲ្យឆ្ងាយកុំឲ្យយើងឃើញមុខទៀតកុំនិយាយច្រើនឆាប់ចូលមកប្រឹងឡើងកុំឲ្យគេប្រមាថលបងម្ដងហើយម្ដងទៀតឲ្យសោះណាខ្ញុំនៅទីនេះចាំគាំទ្រលបងជានិច្ចប្រឹងឡើងពូកបីកុំឲ្យគេប្រមាថពូទៀតខ្ញុំនៅទីនេះដើម្បីគាំទ្រពូហេតុថាមានកំហឹងខឹងនៅក្នុងចិត្តខ្វះការពិចារណានោះក្របីទាំងពីរក៏បានជល់គ្នាមានរបួសជាទម្ងន់ផងដែរលបងប្រឹងឡើងលបងប្រឹងឡើងលបងត្រូវតែយកឈ្នះឲ្យបានណាកុំឲ្យចាញ់ឲ្យសោះមែនហើយលោកពូប្រឹងឡើងកុំចោះចាញ់ឲ្យសោះណាក្របីទាំងពីរប្រឹងហើយប្រឹងទៀតតែគ្មានអ្នកឈ្នះហើយក៏គ្មានអ្នកចាញ់ដែរទីបំផុតពួកគេក៏បានដួលសន្លប់បាត់បង់ស្មារតីក្នុងគ្រានោះទៅព្រះអើយអត់មានអ្នកណាឈ្នះអត់មានអ្នកណាចាញ់សោះគួរឲ្យស្ដាយណាស់មែនហើយតែថាការប្រយុទ្ធដ៏អស្ចារ្យនេះពិតជាល្អមើលណាស់ណាបងទន្សាយមែនហើយថ្ងៃហ្នឹងប៉ុណ្ណឹងបានហើយកូនចាប់ពួកយើងទៅវិញទៅចាំស្អែកចាំយើងរកវិធីកំសាន្តបន្តទៀតចាបងទន្សាយក្របីទាំងពីរដេកសន្លប់ចំណែកទន្សាយក៏បានវិលទៅវិញហើយកូនចាប់ក៏បានហោះទៅសម្បុកដូចគ្នាក្នុងគ្រានោះទៅ